ថ្ងៃនេះគឺខ្ញុំមកនិយាយកំភ្លើង3ប្រភេទដែលអ្នកទាំងអស់គ្នាចូលចិត្តដេញខ្លាំងបំផុតនឹងឲ្យចង់ដឹងថាកំភ្លើងមួយណាដែលជាប់លំដាប់លេខ1កុំភ្លេចមើលវីដេអូនេះឲ្យបានដល់ចប់លំដាប់ទី3គឺកំភ្លើង7គ្រាប់ថាស្នប់7គ្រាប់វាមែនគឺស្នប់ហ្នឹងតាំងពីដើមមកគឺកលេងខ្លាំងមែនទែនមកជាពិសេស2018 2019ហ្នឹងគឺវឹកហ្នឹងគឺវាមែនគឺគេលេងស្នប់7គ្រាប់ហ្នឹងខ្លាំងជាពិសេសស្នប់ភ្លើងហ្នឹងហើយឥឡូវហ្នឹងគឺយើងឈានចូលមកដល់លំដាប់លេខ2គឺអំភីខ្សែអ្នកនរគ្នាក៏ដឹងដែរគឺជាប្រភេទកំភ្លើងបាញ់រះទេហើយមូលហេតុដែលខ្ញុំថាកំភ្លើងអំភីខ្សែហ្នឹងចូលលំដាប់ថ្នាក់លេខ2គឺដោយសារតែអំភីខ្សែហ្នឹងជាប្រភេទកំភ្លើងនឹងចូលចិត្តដោយសារអីដោយសារតែកំភ្លើងហ្នឹងគឺរះឲ្យលើកចូលក្បាលរះឬក៏លើកចូលក្បាលអញ្ចឹងណាឥឡូវហ្នឹងគឺយើងចូលមកដល់ក្នុងលំដាប់ថ្នាក់លេខ1ថាកំភ្លើងជាប់លេខ1ហ្មងគឺកំភ្លើង M887 ភ្លើង M887 ហ្នឹងក៏ជាកំភ្លើងស្នប់ដែរស្នប់ប្រភេទស្នប់ដែរអញ្ចឹងណាគេថាស្នប់បាញ់បានតែ2គ្រាប់ទេហើយតាំងពីដើមមកគឺនិយាយមែនមិនថាឆ្នាំណាគឺលេង M887 សុទ្ធគឺអត់ដែលចោលទេសម្រាប់ player ដែល M887 កុំភ្លេចខមមិននៅក្នុងហ្នឹងផងហ្នឹងហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេគឺខ្ញុំអត់មានអីច្រើនទេសម្រាប់ការនិយាយនោះហើយបើសិនជាអ្នកនរគ្នាចង់ខ្ញុំធ្វើវីដេអូអីកុំភ្លេចខមមិននៅក្នុង YouTube ហ្នឹងផងហ្នឹងហើយអរគុណច្រើនសម្រាប់ការមើលវីដេអូមួយហ្នឹងបាយបាយចាំជួបគ្នាលើក្រោយទៀតបាយបាយ